បានរត់គេខ្លួនពេញមួយយប់ជាមួយបងប្អូនរបស់ពួកគេម៉ាក់អើយប៉ាខ្ញុំបានទៅហើយសូមពិចារណារឿងនេះសម្រាប់ជាប្រយោជន៍ដល់ឪពុកខ្ញុំទុកឲ្យបងប្អូនទី3និងទី4ទៅសូមលោកឪពុករបស់គាត់ផងឪពុករបស់គាត់មិនទាន់ស្លាប់ទេមិនត្រឹមតែគាត់មិនស្លាប់ទេគាត់ថែមទាំងបានបង្កើតឈ្មោះឲ្យខ្លួនឯងហើយបានក្លាយជាឧត្តមសេនីយ៍ទៀតផងម្ចាស់ដើមបានកុហកឧត្តមសេនីយ៍ដោយអះអាងថាគាត់បានជីកភ្នូររបស់កុមារគូស្តាប់ដោយអស់ពីចិត្តនិងដោយព្រលឹងរបស់ពួកគេពាក្យចាំអារាមថាម្ដាយចុងក្នុងភូមិនឹងស្ដីបន្ទោសកូនឧត្តមសេនីយ៍ជឿថាវាជាការពិតម្ចាស់ដើមធ្លាប់ជាភរិយារបស់ឧត្តមសេនីយ៍អស់រយៈពេល10ឆ្នាំប៉ុន្តែមិននឹកស្មានដល់10ឆ្នាំក្រោយមកសិនជុនបានទៅសមរភូមិគាត់បានល្បីល្បាញក្នុងសមរភូមិមួយហើយបានក្លាយជាឧត្តមសេនីយ៍ការស្រាវជ្រាវអាជីវកម្ម Shen Heng ទទួលបានរង្វាន់យោធាជាច្រើនបានក្លាយជាអ្នកសិក្សាវ័យក្មេងបំផុតសេនចុងវិជ្ជសាស្ត្រវរជុនពីព្រោះប្អូនស្រីរបស់ខ្ញុំត្រូវការព្យាបាលនៅពេលខ្ញុំនៅតូចខ្វាក់ភ្នែកម្ខាងត្រូវបានគេស្គាល់ថាជាវិជ្ជបណ្ឌិតឆ្កួតភ្នែកម្ខាងនាងគឺវីអៀនមហាក្សត្រីពីរស្ថាបនិកក្រុមហ៊ុនកំសាន្តធំជាងគេបំផុតរបស់អគារនេះដោយហេតុផលខ្លះសូមស្ដាប់ខ្ញុំបានធ្វើចលនារបស់ខ្ញុំហើយឧក្រិដ្ឋជនដើម្បីជៀសវាងការសង្ស័យបង្កគ្រោះថ្នាក់ដោយចេតនាដល់កុមារនិងប្រជាជនសាមញ្ញរបស់វីរបុរសសង្គ្រាមទាំងអស់ទោសប្រហារជីវិតគ្រូពេទ្យអធិរាជអ្នកភូមិប្រកាសជានឹងដាក់ទោសគាត់ទោះបីជាម្ចាស់សួនច្បារមានកំហុសច្រើនជាងគ្រប់គ្រាន់ក៏ដោយប៉ុន្តែនេះគ្រាន់តែជាសោកនាដកម្មពេកហើយឥឡូវនេះខ្ញុំបានធ្វើដំណើរឆ្លងកាត់ពេលវេលាហើយខណៈពេលដែលនៅតែមានពេលវេលាខ្ញុំត្រូវផ្លាស់ប្ដូររបៀបដែលកុមារមួយចំនួនយល់ឃើញខ្ញុំគេចផុតពីវាសនា3ដង1អ្នកទាំងអស់គ្នាឲ្យចូលក្រោកឡើងតើអ្នកឃ្លានទេក្រោកឡើងម៉ាក់នឹងទៅធ្វើម្ហូបឆ្ងាញ់ឲ្យឯងម៉ាក់យើងមិនមែនជាអ្នកទេខ្ញុំចង់ឲ្យបងប្អូនស្រីយើងញ៉ាំអាហារឆ្ងាញ់វាមានន័យថាពួកគេបានលក់ឪពុករបស់កូនប្រុសទី3ចេញមែនទេមិនអីទេអ្នកពិតជាមិនគួរធ្វើបែបនោះទេតើអ្នកមិនឃ្លានទៅខ្ញុំឃ្លានណាស់ខ្ញុំត្រូវញ៉ាំអ្វីមួយក្រុមហ៊ុនរបស់ម្ចាស់ដើមមានការជួបជុំគ្នាត្រឹមតែប៉ុណ្្នឹងទេនេះក្រពេកហើយបរិមាណអាហារនេះមិនគ្រប់គ្រាន់សម្រាប់រយៈពេល3ថ្ងៃទេមិនអីទេទុកឲ្យវីដេអូរបស់កុមារនេះល្បីជាមុនសិននៅក្នុងផ្ទះនេះនៅសល់តែម្សៅបន្តិចបន្តួចប៉ុណ្ណោះតាមពិតទៅគាត់បានប្រើរបស់របរទាំងអស់នេះដែលគាត់បានសន្សំសម្រាប់ឆ្នាំថ្មីហេតុអ្វីបានជាគាត់មិនពាក់ម៉ាស់សំបីតែមួយតើនេះពិតជាអាហារចុងក្រោយរបស់យើងមែនទេបងប្រុសតើខ្ញុំហៀបនឹងត្រូវគេលក់ហើយឬនៅ